ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំមានវីដេអូថ្មីមួយចង់មកចែករំលែកដល់អ្នកទាំងអស់គ្នាអំពីរបៀបការធ្វើស៊ុបគៀវឆ្អឹងជំនីជ្រូកអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរអ្នកទាំងអស់គ្នាទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងនេះខ្ញុំយកឆ្អឹងជំនីជ្រូកយកមកស្រោះទឹកជាមុនសិនចាដើម្បីឲ្យឆ្អឹងរបស់យើងនឹងកាត់ជាតិឆ្អាបចាជាតិក្លិនជ្រូកអ្នកនរគ្នាគឺយើងស្រោះវាចេញមកទឹកសិនទៅបន្ទាប់ពីយើងបានស្រោះឆ្អឹងជំនីរបស់យើងរួចរាល់ហើយយើងស្រង់ចេញហើយយើងយកទៅធ្វើការលាងសម្អាតឲ្យបានស្អាតឲ្យបានច្រើនទឹកណាបន្ទាប់ពីនេះខ្ញុំលាងសម្អាតឆ្អឹងជំនីជ្រូកបានស្អាតហើយនេះខ្ញុំចាដាក់ដាំទឹកចោលទៅដើម្បីយើងយកទៅធ្វើស៊ុបហើយនេះនាងខ្ញុំយ៉ាមកកិនសាច់របស់យើងវិញម្ដងដោយសាច់ហ្នឹងគឺនាងខ្ញុំប្រើសាច់ជ្រូកលាយខ្លាញ់តិចតិចចាដើម្បីយកទៅធ្វើជាស្នូលគៀវឥឡូវនេះខ្ញុំកិនសាច់រួចរាល់ហើយយើងមកធ្វើការលាយគ្រឿងម្ដងចានេះខ្ញុំដាក់ចាខ្ទឹមចិញ្ច្រាំចំនួន1ស្លាបព្រាបាយទឹកប្រេងខ្យងចា1ស្លាបព្រាបាយចាប៊ីចេងកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវ1ស្លាបព្រាបាយចាស្ករចាកន្លះស្លាបព្រាបាយហើយនឹងខ្ញុំថែមទឹកត្រីបន្តិចផងដែរហើយនឹងខ្ញុំលួចអំបិលបន្តិចចាឥឡូវនេះទឹករបស់យើងក៏បានពុះដែរនេះខ្ញុំដាក់ខ្ទឹមចិញ្ច្រាំ1ស្លាបព្រាបាយចូលចាហើយជាមួយនឹងឆ្អឹងជំនីជ្រូកដែលយើងបានលាងសម្អាតហ្នឹងដាក់ចូលទាំងអស់ទៅហើយបន្ទាប់មកនេះខ្ញុំមកធ្វើការកាត់ដើមខ្ទឹមយ៉ាងដើម្បីទុកដាក់ក្នុងស៊ុបរបស់យើងចំណែកឯស្លឹកខ្ទឹមគឺនេះខ្ញុំហាន់វាតូចៗដើម្បីយើងដាក់នៅពីក្រោយនៅពេលដែលយើងញ៉ាំណាដាក់ទៅក្នុងសាច់ចិញ្ច្រាំរបស់យើងនោះបន្តិចផងដែរបន្ទាប់មកនេះខ្ញុំចាស់ច្បល់គ្រឿងជាមួយនឹងសាច់របស់យើងហ្នឹងឲ្យបានចូលសព្វគ្នាល្អមុនពេលដែលយើងយកសាច់របស់យើងហ្នឹងទៅខ្ចប់ចាធ្វើជាស្នូលគៀវហើយនៅពេលដែលទឹកពុះហ្នឹងគឺយើងដួសពពុះចេញមកចាដើម្បីឲ្យទឹកស៊ុបរបស់យើងថ្លាហើយបន្លែទឹកស៊ុបគឺនេះខ្ញុំដាក់ការ៉ុតចាប្រហែលជាកន្លះមើមតែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ដាក់គឺអត់បាច់ដាក់ក៏បានដែរចំពោះស្នូលគៀវហ្នឹងគឺនេះខ្ញុំចាំបន្ថែមម្រេចបន្តិចចាដើម្បីរៀងហឹលតិចតិចហើយបន្ទាប់មកនេះខ្ញុំមកធ្វើការខ្ចប់ចាស្នូលគៀវរបស់យើងណាចំពោះគៀវនេះអ្នកទាំងអស់គ្នាខ្ចប់ចារបៀបមិនក៏បានដែរប៉ុន្តែដោយសារនាងខ្ញុំគឺជាលើកទី1ចាគឺអត់ចេះខ្ចប់ទេអញ្ចឹងហើយចេះតែបត់ឲ្យវាចិត្តអញ្ចឹងណាតែអ្នកទាំងអស់គ្នាកុំបត់វាឲ្យក្រាស់ដូចជានាងខ្ញុំពេកនៅពេលដែលស្ងោរគឺវាងាយឆ្អិនទេអញ្ចឹងយើងអាចបត់វាតែមួយស្ទប់ពីរស្ទប់អីទៅបានហើយអាហ្នឹងគឺជាបទពិសោធន៍របស់នាងខ្ញុំដែលខ្ញុំខ្ចប់វាច្រើនអញ្ចឹងទៅនៅពេលដែលស្ងោរគឺវាក្រឆ្អិនអញ្ចឹងណាអ្នកទាំងអស់គ្នាតែបើយើងយកទៅបំពងគឺយើងខ្ចប់របៀបនេះគឺយើងបំពងទៅវាឆ្អិនល្អអត់អីទេឥឡូវនេះទឹកស៊ុបរបស់នេះខ្ញុំពុះហើយនេះខ្ញុំមកបន្ថែមគ្រឿងទឹកស៊ុបបន្តិចចាមានទឹកត្រីចាប៊ីចេងស្ករទឹកស៊ីអ៊ីវបន្តិចអំបិលបន្តិចចឹងណាអ្នកទាំងអស់គ្នាដាក់តាមរសជាតិដែលអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំណាហើយកុំភ្លេចបន្ថែមដុំស៊ុបដុំផងចាដើម្បីឲ្យស៊ុបរបស់យើងនឹងកាន់តែមានជាតិហើយឥឡូវនេះគៀវគឺនេះខ្ញុំចាបានខ្ចប់រួចរាល់ហើយទឹករបស់យើងនឹងក៏បានពុះល្អដែរអញ្ចឹងនេះខ្ញុំដាក់គៀវដែលយើងបានខ្ចប់នឹងដាក់ចូលទៅស្ងោរវាតែម្ដងហើយការស្ងោរគៀវនឹងគឺដូចខ្ញុំប្រាប់អញ្ចឹងគឺវារៀងយូរបន្តិចចាដោយសារនេះខ្ញុំបត់វាច្រើនជាន់ណាតែបើអ្នកទាំងអស់គ្នាធ្វើអ្នកទាំងអស់គ្នាស្ងោរអញ្ចឹងគឺបត់វាចាតែមួយជាន់ឬក៏ពីរជាន់អីទៅបានហើយនៅពេលដែលស៊ុបគៀវរបស់យើងឆ្អិនគឺនេះខ្ញុំបន្ថែមគល់ខ្ទឹមយ៉ាងដែលនេះខ្ញុំបានកាត់ទុកនឹងបន្តិចចាដើម្បីវាឈ្ងុយហើយនេះខ្ញុំបានដួសដាក់ចានហើយនៅពេលដែលយើងញ៉ាំនឹងយើងអាចរោយចាស្លឹកខ្ទឹមពីលើបន្តិចជាមួយនឹងខ្ទឹមបំពងបន្តិចធ្វើឲ្យស៊ុបរបស់យើងកាន់តែឈ្ងុយអ្នកទាំងអស់គ្នាចំពោះការធ្វើស៊ុបគៀវនេះចាគឺរៀងចំណាយពេលរៀងយូរបន្តិចចាដោយសារយើងត្រូវធ្វើស៊ុបផងយើងត្រូវខ្ចប់គៀវផងប៉ុន្តែអ្នកទាំងអស់គ្នាធ្វើខ្លួនឯងគឺញ៉ាំបានច្រើនចាហើយបើកម្លាំងអញ្ចឹងចំពោះវីដេអូចែករំលែកការធ្វើស៊ុបគៀវរបស់នាងខ្ញុំគឺបានដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាមើលវីដេអូរបស់នាងខ្ញុំរហូតដល់ចប់សូមកុំភ្លេចជួយចុច Subscribe ជាមួយនៅ Channel YouTube របស់នាងខ្ញុំម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ